Chẳngឲ្យការបង្រៀនមានបរិយាកាសសប្បាយរីករាយលោកគ្រូអ្នកគ្រូត្រូវតែមានកម្មវិធីមួយនេះចង់ដឹងកម្មវិធីអីតោះចូលទៅមើលទាំងអស់គ្នាដំបូងបើកកម្មវិធី Google Chrome បន្ទាប់មក search ពាក្យថា online stopwatch ចុចលើ website នឹងមកហើយយកពាក្យ menu នៅក្នុងនោះវាមានកន្លែងឲ្យយើងលេងច្រើនយើងយកអាពណ៌ទឹកក្រូចនេះមកហើយនៅក្នុងនោះវាមានចែកជាប្រភេទហ្គេមដែលយើងត្រូវលេងមានច្រើនទៀតយើងអូសមកក្រោមទៅនឹងឃើញមានទៀតហើយអញ្ចឹងខ្ញុំសូមយកអារូបទានេះហើយចុច go to full screen មកដើម្បីឲ្យវាឃើញពេញអេក្រង់ហើយយើងចុចកន្លែង setting នេះជាឈ្មោះដែលគេមានស្រាប់អញ្ចឹងយើងលុបឈ្មោះចោលទៅហើយនៅក្នុងកម្មវិធីហ្នឹងលោកគ្រូអ្នកគ្រូអាចសរសេរជា list ឈ្មោះរបស់សិស្សឲ្យហើយក៏បានដែរដើម្បីយើង copy យកមកផាសនៅក្នុងហ្នឹងបើសិនជាយើងមិនទាន់បានសរសេរអញ្ចឹងយើងត្រូវចំណាយពេលសរសេរច្រើនចំណាយពេលយូរទៀតអញ្ចឹងយើង copy ឈ្មោះមកយើងសកត់វាឲ្យជាប់ហើយចុចពាក្យ pass បន្ទាប់មកចុចពាក្យ start name picker ហើយនៅកន្លែងនេះយើងអាចរើសទាងទៅយើងចង់ចាប់ទាមួយណានោះវានឹងបង្ហាញឈ្មោះសិស្សដែលយើងត្រូវហៅឲ្យគាត់ឡើងឆ្លើយសំណួរហើយយើងចុច continue យើងចុចរូបទានឹងដដែលរហូតតតែអស់សំណួរដែលយើងចង់សួរឲ្យសិស្សឆ្លើយយើងចុចថយមកក្រោយវាមានកម្មវិធីច្រើនដែលយើងត្រូវលេងទៀតយើងអាចយកខាងលើនឹងក៏បានដែរខាងលើនឹងគឺការប្រណាំងយើងចុចលើរូបទាមួយមកហើយការប្រណាំងវាមានច្រើនយើងអាចកំណត់ប្រមាណអ្នកដែលយើងចង់ឲ្យប្រណាំង10អ្នកក៏បាន2អ្នកក៏បានចឹងខ្ញុំយក2អ្នកហើយចុចកន្លែងណែមនេះបន្ទាប់មកយើងចុច clear ឈ្មោះចាស់របស់គេនឹងចោលហើយយើងសរសេរឈ្មោះដែលយើងចង់ឲ្យគាត់ប្រណាំងដល់ខ្ញុំសរសេរឈ្មោះសុធានី1ហើយនឹងនារី1ឬហើយចុចពាក្យដាន់បន្ទាប់មកយើង set នាទីឲ្យគាត់ប្រណាំងចង់ដាក់1នាទីក៏បានឬក៏កន្លះនាទីក៏បានឡើយខ្ញុំដាក់10វិនាទីបានហើយចុចពាក្យ start មកអញ្ចឹងរូបទានឹងហែលទឹកប្រណាំងគ្នាហើយនៅកន្លែងនេះយើងអាចចុចមើលអ្នកណាលេខ1អ្នកណាលេខ2បើច្រើនគ្នាទៅវានឹងបង្ហាញទាំងអស់